ចាថ្ងៃនេះដែរចែករំលែកពីវិធីធ្វើនំសង្គ្រចាល្ពៅគឺយើងប្រើល្ពៅចំនួន3ផ្លែហើយមានពងមាន់6គ្រាប់ចាហើយនឹងដូងខ្ទិះដូងប្រហែលជា2ខាំចាពងមាន់គឺយើងយកផ្នែកក្រហមណាចាយើងលាយជាមួយនឹងខ្ទិះដូងចូលហើយយើងដាក់ស្ករស2ស្លាបព្រាបាយហើយនឹងអំបិល1កូនស្លាបព្រាបន្ទាប់មកគឺយើងកូរចូលគ្នាដើម្បីឲ្យវាម៉ត់ល្អចានៅពេលដែលយើងកូររួចរាល់ហើយដើម្បីឲ្យស្ករត្នោតស្ករសរបស់យើងនឹងគឺវារលាយចូលគ្នាបានល្អហើយគឺយើងចាប់ផ្ដើមចាក់ចូលនៅក្នុងល្ពៅរបស់យើងហ្នឹងណាដើម្បីយកទៅចំហុយអញ្ចឹងគឺខ្ញុំប្រើឆ្នាំងបែបនេះចំហុយគឺខ្ញុំប្រើកូនឆ្នាំងហើយតម្រៀបចានបែបនេះចាហើយនៅពេលចំហុយគឺខ្ញុំប្រើពេលប្រហែលជា40នាទីដើម្បីឲ្យពពៅរបស់យើងឆ្អិនល្អណាចាគឺខ្ញុំផ្ញើខ្ញុំចំហុយនៅក្នុងឆ្នាំងបែបនេះចាឆ្នាំងណាំបាយអគ្គិសនីចានេះល្ពៅរបស់យើងបានឆ្អិនរួចរាល់ហើយគឺស្អិតល្មួតឆ្ងាញ់តែម្ដង